ណាគេក៏ត្រូវការលុយដែរបាទហើយជាក់ស្ដែងគឺមនុស្សហើយនឹងលុយគឺមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយគ្នាណាស់បាទអញ្ចឹងពីតូចមកដល់ធំបាទតែងតែយើងដឹងអំពីលុយហើយយើងត្រូវការប្រើប្រាស់លុយទាំងអស់ហ្នឹងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដូចគ្នាដែរបាទអញ្ចឹងយើងមកដឹងមើលថាតើអ្វីទៅជាលុយបាទអញ្ចឹងអ្នកខ្លះក៏គេលើកឡើងទៅតាមទស្សនៈគំនិតរៀងខ្លួនបាទក៏ពិតលុយគឺវាអត់មានជានិយមន័យមួយណាដែលត្រឹមត្រូវ 100% នោះទេបាទគ្រាន់តែទស្សនៈខ្លះគេលើកឡើងថាជាកាក់ឬក៏ជាប្រាក់ឬក៏ជាក្រដាសដែលអាចដោះដូរយកទំនិញអ្វីមួយដែលយើងត្រូវការអីចឹងទៅបាទចា៎ហ្នឹងគឺជានិយមន័យនៃលុយហើយយើងអាចដកកាបូបខ្លួនឯងមើលថាតើលុយរបស់យើងហ្នឹងចេះសើចឬក៏លុយរបស់យើងហ្នឹងចេះយំបាទអញ្ចឹងនៅក្នុងខ្លឹមសភៅនេះយើងនឹងលើកឡើងអំពីតើលុយចេះសើចឬក៏លុយចេះយំបាទអញ្ចឹងសភៅនេះគឺយើងដកស្រង់ចេញពី Happy Money បាទមានលុយដោយមានក្តីសុខបាទអញ្ចឹងគេលើកឡើងថាលុយក៏ជាលុយដែលរីករាយហើយលុយមួយចំនួនទៀតក៏ជាលុយដែលមិនរីករាយឬក៏លុយយំនឹងឯងបាទហើយតើលុយចេះសើចមែនអត់អូខេហ្នឹងហើយអញ្ចឹងគ្រាន់តែជាការប្រៀបធៀបដ៏សាមញ្ញមួយដែលប្រើសម្រាប់អ្នកដែលគាត់មានគោលបំណងនៅក្នុងការប្រើប្រាស់លុយទេបាទដូចជាលុយសើចហ្នឹងជាក់ស្ដែងគឺគេផ្ដោតទៅលើការប្រើប្រាស់លុយដ៏រីករាយរបស់អ្នកដែលមានលុយហ្នឹងបាទរបស់បងប្អូនហ្នឹងបាទដូចជាអីគេបាទដូចជាគាត់ទិញកាដូឲ្យឪពុកម្ដាយបាទគាត់ទិញកាដូឬក៏វត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតហ្នឹងជូនជាកាដូទៅមនុស្សជាទីស្រឡាញ់បាទជូនទៅបងប្អូនបាទហ្នឹងហើយបាទហើយអ្នកខ្លះទៀតក៏គាត់មានលុយហ្នឹងក៏គាត់យកទៅបរិច្ចាគជាមួយនឹងសប្បុរសធម៌បាទដូចជាមណ្ឌលកុមារកំព្រាបាទមណ្ឌលចាស់ជរាបាទហើយបរិច្ចាគទៅលើបរិស្ថានជួយបរិស្ថានអីហ្នឹងបាទអាចថាពេលខ្លះវាជាការជួយទៅដល់បងប្អូនខ្លួនឯងឬក៏សាច់ញាតិខ្លួនឯងដែលមានតម្រូវការអាសន្នអីហ្នឹងបាទគាត់ឈឺគាត់អីចឹងទៅយើងប្រើប្រាស់លុយហ្នឹងដើម្បីជួយគាត់បានទាន់ពេលវេលាឬក៏ជួយមនុស្សដែលមានអាសន្នភ្លាមបាទទោះបីជាពេលខ្លះយើងជួយគាត់ទៅគាត់អត់អាចរីករាយបានភ្លាមទេប៉ុន្តែគ្រាន់តែវាជាចំណុចមួយដែលពីចិត្តរបស់យើងគឺយើងរីករាយនឹងជួយពួកគាត់ទាំងអស់ហ្នឹងបាទហើយបើកន្លែងការងារវិញអាចថាយើងបម្រើសេវាកម្មឬក៏បម្រើការងារទៅអតិថិជនរបស់យើងអីចឹងទៅហើយអតិថិជនយើងសប្បាយចិត្តនឹងឲ្យលុយដែលជាតម្លៃដែលយើងសមនឹងទទួលបានអីចឹងទៅបាទអញ្ចឹងយើងទទួលលុយពីអតិថិជនដោយសប្បាយរីករាយដូចគ្នាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងលុយចេះសើចនេះឬក៏លុយរីករាយនេះបាទពោលគឺការចាយលុយរបស់បុគ្គលម្នាក់បាទមិនថាជាខ្ញុំមិនថាជាបងប្អូនបាទគឺយើងប្រើប្រាស់លុយនឹងទៅដោយស្នាមញញឹមបាទដោយមានក្តីសុខដោយមានអារម្មណ៍ស្រស់ស្រាយពោពេញដោយក្តីស្រឡាញ់បាទ
បាទអញ្ចឹងរាល់ទង្វើទាំងអស់ហ្នឹងហើយគឺយើងអាចនិយាយបានថាលុយយើងចេះសើចហើយបាទអញ្ចឹងយើងមកមើលតិចមើលថាតើអាលុយយើងយំហ្នឹងលុយមិនដែរបាទអញ្ចឹងនៅក្នុងហោប៉ៅរបស់យើងកាបូបលុយរបស់យើងគឺយើងមានលុយពីរប្រភេទហ្នឹងបាទអញ្ចឹងការប្រៀបធៀបដូចគ្នាពាក់ព័ន្ធជាមួយនឹងលុយមិនរីករាយឬលុយយំហ្នឹងបាទហើយវាសំដៅទៅលើការប្រើប្រាស់របស់បងប្អូនហ្នឹងហើយយើងប្រើប្រាស់លុយហ្នឹងទាំងមិនពេញចិត្តបាទទាំងមិនសប្បាយចិត្តទៅលើការប្រាស់លុយហ្នឹងដូចឧទាហរណ៍ជាក់ស្ដែងថានៅពេលដែលយើងបង់ធនាគារម្ដងណាពេលដែលយើងបង់ credit card ឬក៏កាតអនុទានម្ដងអីហ្នឹងបាទយើងមិនសប្បាយចិត្តដូចណាទេបាទហើយដល់ខែបាទទឹកភ្លើងមកដល់ហើយវាកាយបាត់ទៅបង់ទឹកភ្លើងអីចឹងទៅបាទហើយក៏អ្នកខ្លះទៀតប្តីប្រពន្ធលេងលះគ្នាទេបាទឡើងដល់តុលាការឡើងដល់អីចឹងទៅហើយតុលាការគេកាត់ចំណែកមកថាអូលុយឬក៏ទ្រព្យសម្បត្តិនេះត្រូវបានបែងចែកឲ្យប្រពន្ធប៉ុណ្ណេះឲ្យប្តីប៉ុណ្ណេះអីចឹងទៅបាទអញ្ចឹងលុយទាំងអស់ហ្នឹងគឺយើងទទួលបានមែនប៉ុន្តែក៏វានៅក្នុងអារម្មណ៍មួយដែលវាមិនរីករាយទេបាទហើយពេលខ្លះយើងទៅទទួលលុយពីមនុស្សដែលមិនពេញចិត្តឬក៏មិនពេញចិត្តនឹងចំណាយឲ្យយើងណាបាទដូចឧទាហរណ៍ថាយើងនេះខំធ្វើការឲ្យអតិជនមួយហ្នឹងទៅស្រាប់តែគេលើកឡើងថាអូអ្នកឯងមិនសមនឹងទទួលលុយហ្នឹងឯងតែក៏ខ្ញុំឲ្យអ្នកឯងចាស់អូខេហើយសួរថាបងប្អូនគិតមើលនៅពេលដែលឮសំដីបែបនោះហើយបងប្អូនពេញចិត្តនឹងទទួលលុយហ្នឹងនេះហើយបើសិនជាទទួលលុយហ្នឹងសួរថាសប្បាយចិត្តអត់បាទអូខេអញ្ចឹងនេះគឺជាការលើកឡើងដែលលុយយើងនឹងមិនរីករាយទេបាទអញ្ចឹងសរុបមកវិញមកពាក់ព័ន្ធជាមួយនឹងលុយរីករាយលុយចេះសើចបាទលុយមិនរីករាយលុយចេះយំវាអាស្រ័យទៅលើបងប្អូនទាំងអស់គ្នានៅក្នុងការជ្រើសរើសយកជំរើសមួយណាបាទលុយសើចឬក៏លុយយំអូខេហ្នឹងហើយអញ្ចឹងមកដល់ត្រង់ចំណុចនេះបាទយើងក៏សង្ឃឹមថាបងប្អូននឹងយកវីដេអូនឹងជាប្រយោជន៍ហើយប្រើប្រាស់លុយឲ្យមានក្តីសុខបាទហើយអរគុណសម្រាប់ការស្ដាប់ខ្លឹមសភៅរបស់យើងហើយបងប្អូននឹងអាចshare ចែករំលែកបន្តទៀតទៅឲ្យបងប្អូនរបស់យើងដែលគាត់អត់បានស្ដាប់ហើយគាត់នឹងបានស្ដាប់វាទុកវាជាចំណេះដឹងទៅថ្ងៃខាងក្រោយអីទៀតទៅបាទហើយបើស្រឡាញ់សូមជួយ control subscribe like ហើយនិង comment ដើម្បីស្ថាបនាអូខេអរគុណជម្រាបលា